30000រៀលដែលញ៉ាំអីខេត្តកំពតទៅកំពតមើលទឹករំជារឿងមួយហើយតែអារឿងហូបចុកនេះខេត្តកំពតគឺរបស់ឆ្ងាញ់បំភ្លេចមិនបានតែម្ដងថាគ្រឿងសមុទ្រទៅវាឆ្ងាញ់តែរបស់ញ៉ាំអញ្ជីបចប់អីនេះក៏ឆ្ងាញ់ទៀតអូនិយាយពីថាឲ្យតែទៅគឺទុកចិត្តអត់បានទេអញ្ចឹងថ្ងៃនេះខ្ញុំនឹងយកលុយ80000រៀលដែលញ៉ាំអីនៅខេត្តកំពតម្ដងញ៉ាំអីរួចខ្ញុំនឹងនាំបងប្អូនទៅគេលំហែកាយនៅជាប់មាត់ទឹកចង់និយាយថាខេត្តកំពតទៅម្ដងហើយចង់ទៅម្ដងទៀតហ្មងអញ្ចឹងតោះទៅមួយខ្ញុំទាំងអស់គ្នាអញ្ចឹងរបស់ញ៉ាំទី1គឺនំបញ្ចុកទឹកម្ហិចវត្តព្រៃតុំជិះចេញពីក្រុងកំពតប្រហែលជា9គីឡូនៅនេះបរិយាកាសបែបជនបទតាអ្នករយនំបញ្ចុកយាយអ្នកជានំកងបានញ៉ាំឆ្អិនក្តៅថ្មីអញ្ចឹងគឺជាតិ 100% នំបញ្ចុកទឹកម្ហិចមួយចាន 4000 មានបន្លែស្រស់មួយចានទៀតនំបញ្ចុកទឹកថ្លាទេប៉ុន្តែពេលញ៉ាំទៅនិយាយពីថាជាត្រូវនឹងនំបញ្ចុករយថ្មីភ្លាមទន់ស្វិតបានញ៉ាំមួយចានហើយចង់ញ៉ាំមួយចានទៀតហ្មងនំកងមកប្រអប់នេះ 6000 នំនេះគឺគាត់ជៀនថ្មីភ្លាមក្តៅនៅនឹងតែម្ដងហើយនំគាត់នេះគឺទូចទេរសជាតិឆ្ងាញ់សាហាវព្រៃផ្សៃអត់ផ្អែមពេកទេសាច់នំខាងក្រៅស្រួយហើយខាងក្នុងទន់ស្វិតហើយនៅនឹងក៏មានលក់នំបំពង់នេះដែរឈ្ងុយឡើងពេញផ្ទះហើយកន្លែងគាត់គឺចាប់បើកលក់ចាប់ពីម៉ោង 1 ទៅឥឡូវនេះខ្ញុំជិះមកមុខផ្សារកំពតមានអាតេះមួយលក់នំប៉ាមបាលីតំណងមែនតែនមើលតែសាច់ម្សៅទៅក៏គួរចង់ញាត់ចូលមាត់ដែរបងប្អូនស្នូលរបស់គេមានបាយតំណាប់ខ្មៅដូងហើយនឹងពោតរយទឹកដោះគោខាប់បន្តិចទៅឈ្ងុយខ្លាំងនំប៉ាមបាលីនេះ 6000រៀលរសជាតិឆ្ងាញ់ប្លែកសំខាន់គឺឈ្ងុយខ្លាំងមែនតែនញ៉ាំក្តៅក៏បានញ៉ាំត្រជាក់ក៏បានដែរសំខាន់ 6000 បានធំមែនតែនណាគាត់លក់ពីព្រឹកដល់ម៉ោង 5នៅមុខផ្សារកំពតហើយពីម៉ោង 5 តទៅគាត់លក់នៅតាមមាត់ព្រែកកំពតណាបងប្អូនឥឡូវមេឃក្តៅណាស់ដើរហាលក្តៅមួយថ្ងៃហើយចៃដន្យអីកាហ្វេ Corner គេទៅតែសម្ពោធនៅកំពតនេះអញ្ចឹងចូលដាក់អីជាក់មួយសិនកាហ្វេ Corner ជារឿងធម្មតាចាំរៀងយូរបន្តិចហើយប៉ុន្តែអត់អីទេដោយសារតែអ្នកឆុងកាហ្វេសង្ហាខ្ញុំកំងម៉ាឆាធីរ៉ាមីស៊ូមួយកែវនេះប្រហែលជា 9000 ម៉ាឆាក្លិនឈ្ងុយរសជាតិខ្ទិះអត់សូវផ្អែមពេកទេនិយាយទៅឆ្ងាញ់របស់គេតោះឥឡូវអត់តន់អស់លុយទេមកម្ដុំព្រៃកំពតម្ដងមើលមានអីគេញ៉ាំខ្លាំងនិយាយពីថាមនុស្សអ៊ូអរខ្លាំងមែនតើមិនថាពេលថ្ងៃពេលព្រឹកពេលយប់ពេលល្ងាចអីទេហើយទេសភាពគឺស្អាតតែម្ដងឥឡូវនេះខ្ញុំឃើញគេលក់មឹកអាំងនៅមាត់ព្រៃកំពតក៏មានមឹកអាំងចកអញ្ចឹងដែរណាអញ្ចឹងខ្ញុំកំង3ចកអស់ 6000 រសជាតិមិនបាញ់និយាយទេស្រួយស្វិតផ្អែមឆ្ងាញ់ក្តៅថ្មីហើយទឹកជ្រលក់គាត់ក៏ឆ្ងាញ់ដែរតាមមាត់ព្រៃនេះរបស់ញ៉ាំគឺច្រើនមែនតើថានំបញ្ចុកនំណែកផ្លែឈើហើយអ៊ីគាត់ពវល់ខ្ញុំទិញនំប៉ពៀអញ្ចឹងដាក់មួយប្រហើយនំប៉ពៀនេះ 3000 ចេញពីមាត់ព្រែកមកញ៉ាំបាយល្ងាចនេះបងប្អូនខ្ញុំនាំមកកន្លែងមួយរបស់ខ្ញុំឈ្មោះរាត្រី Oyster ម្ហូបប្រចាំរបស់ខ្ញុំគឺមឹកឆាម្រេចខ្ចីមួយចាននេះ 30000 បរិមាណគេច្រើនណាស់ហើយរសជាតិគឺត្រូវមាត់ខ្ញុំហ្មងដិតហើយនេះខ្ញុំដាក់ពងមឹកនេះមួយមកហើយបើរសជាតិមឹកវិញគឺថាស្រួយស្វិតផ្អែមឆ្ងាញ់តែម្ដងហើយខ្ញុំកំង Oyster អាំងមួយឈុតនេះ 25000 Oyster គេគ្រាប់ធំឥឡូវនេះមានជាការលើសលុយហើយប៉ុន្តែអត់អីទេបានញ៉ាំរបស់ឆ្ងាញ់ Oyster ក្តៅអញ្ចេះក៏ឆ្ងាញ់ដែរណាមួយម៉ាត់មកគាត់លក់ពីម៉ោង 5 ល្ងាចទៅជិះពីកំពង់មូលតរ៉េនមកត្រង់មកឃើញហើយឥឡូវនេះពេលល្ងាចមកមើលថ្ងៃលិចនៅមាត់ព្រែកអមជាមួយនឹងទេសភាពទឹករំមានភ្លេងមានអីចឹងណានិយាយទៅមួយថ្ងៃនេះដើរតាំងពីថ្ងៃត្រង់រហូតដល់យប់តែម្ដងបានញ៉ាំរបស់ឆ្ងាញ់ជារឿងល្អហើយប៉ុន្តែដឹងស្រាប់ហើយឥឡូវហ្នឹងមេឃក្តៅណាស់ពេលអាយដៃវិញក៏ទប់អត់ជាប់ដែរអញ្ចឹងរឿងថែអាសាស្បែកជារឿងសំខាន់មិនអញ្ចឹងបាក់សម្រស់អស់ក្រៅពីលាបលេកាពីកម្ដៅថ្ងៃញ៉ាំទឹកឲ្យច្រើនឥឡូវខ្ញុំចាប់ផ្ដើមញ៉ាំវីតាមីនចិញ្ចឹមស្បែកគីឡូដើម្បីបំពេញវីតាមីនបន្ថែមជួយស្បែកភ្លឺថ្លាចេញពីខាងក្នុងខ្ញុំឧស្សាហ៍ចេញទៅក្រៅថតត្រូវថ្ងៃសឹងតែរងថ្ងៃអញ្ចឹងវីតាមីនគីឡូនេះអាចជួយស្បែកធន់នឹងពន្លឺព្រះអាទិត្យជួយផ្ដល់សំណើមដល់ស្បែកជួយបណ្ដុះកោសិកាស្បែកថ្មីនិងទប់ស្កាត់ភាពជ្រីវជ្រួញដែលយើងអាចញ៉ាំមួយថ្ងៃ2គ្រាប់ព្រឹកនិងល្ងាចជារៀងរាល់ថ្ងៃបន្ទាប់ពីញ៉ាំអាហាររួចនិយាយទៅដូចខ្ញុំថាអញ្ចឹងឥឡូវហ្នឹងពីមួយថ្ងៃទៅមួយថ្ងៃកាន់តែក្តៅទៅអញ្ចឹងស្បែករបស់យើងក៏រងផលប៉ះពាល់ទៅតាមនឹងដែរអញ្ចឹងដើម្បីរក្សាឲ្យស្បែកនៅតែសុខភាពល្អស្អាតភ្លឺថ្លាអាចសាកជាមួយនឹងវីតាមីនចិញ្ចឹមស្បែកគីឡូនេះបានសម្រាប់ព័ត៌មានបន្ថែមបងប្អូនអាចចូលទៅមើលនៅក្នុង page គីឡូ Cambodia បានណាហើយកន្លែងខ្ញុំមកគេងនៅកំពតថ្ងៃនេះនៅម្ដុំទឹកឈូឈ្មោះទឹកឈូ Homestay និយាយទៅគឺជាលក្ខណៈផ្ទះលំហែដោយសារថ្ងៃនេះមកជាលក្ខណៈគ្រួសារច្រើនអញ្ចឹងយើងគេងផ្ទះដាច់អញ្ចឹងគឺសុបាយហើយនៅជាប់មាត់ទឹកហូរហ្នឹងហ្មងប៉ុន្តែស្ដាយចុះលេងទឹកអត់បានដោយសារគេបើកទឹកខ្លាំងអូខេអញ្ចឹងណាគេខ្លះនៅខេត្តកំពតអាចដាក់មកទ្រីបមកលេងបានរបស់ញ៉ាំក៏ឆ្ងាញ់ទេសភាពក៏ស្អាតហើយវីដេអូថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេបាយបាយ